ខ្ញុំទីនេះខ្ញុំទីប្រចាំទេឈ្មោះមិនមែនតែមួយខ្ញុំហ្នឹងទេគេកោសលោកបាត់ហើយមួយយើងអត់ដឹងថាហើយក៏លើថាជាឡងឌីហ្នឹងខ្ចីដីយកទៅប្រចាំហើយម្លងក្នុងម្លងឆ្នាំប្រហែលជា2019ហ្នឹងខ្ញុំក៏ចង់ទិញដីហ្នឹងសូបន្លាក៏ថាំងដីហ្នឹងអញជាប់ប្រចាំគេអញ្ចឹងឯងឲ្យលុយអញខ្លះមកហើយចាំតាក់តងតាឌីទៅព្រោះឌីវានៅកំពង់សោមខ្ញុំក៏បានទេជាឡងឌីហ្នឹងថាឲ្យជាឡងឌីមកយកលុយពីខ្ញុំយកទៅលក់គេបាទខ្ញុំឈ្មោះសូយច័ន្ទសឿនកើតទុកមិនសុខចិត្តហ្នឹងដោយសារតែរឿងកើតខេងនិងប្រពន្ធកើតខេងហ្នឹងបានមកខុបខិតមកយកដីខ្ញុំនៅគៀនស្វាយហ្នឹងយកលួចទៅលុបឈ្មោះខ្ញុំលួចទៅធ្វើប្លង់ហើយលួចលក់ដីខ្ញុំទៀតហើយខ្ញុំនឹងប្តឹង4ដងហើយបូកទាំងនឹងរក្សាការពារទៀត5ដងគេតម្កល់ទាំង5ដងហើយជាប់គុក2ដង8ខែម្ដងហើយគេមកចាប់ខ្ញុំដល់ផ្ទះដូចជាថាក្រិតជនដ៏ធំមួយពាត់ចាប់ខ្ញុំចុះព័ត៌មានយកខ្ញុំទៅឃុំនៅមួយយប់2ថ្ងៃហើយតើខ្ញុំយកលុយ5000ទៅសងគេបាត់គេប្រឡែងខ្ញុំមកវិញបើអញ្ចឹងទេខ្ញុំជាប់គុក1ឆ្នាំទៀតវីវហើយពេលនេះសពលោកស៊ូបន្លាប្រាប់ថាអាសម្លាញ់សុយច័ន្ទសឿនត្រូវតតាំងក្តីឲ្យបានឈ្នះថាតើនរណាខ្លែងប្លង់ដីយើងយកទៅអនុវត្តតាមផ្លូវច្បាប់តាមកម្មផលវាចោះបើបានឈ្នះក្តីសូមសម្លាញ់ធ្វើបុណ្យឲ្យអញផងណាព្រឹកថ្ងៃទី13ខែឧសភាឆ្នាំ2025លោកសុយច័ន្ទសឿនបានអះអាងថា2នាក់ជាមួយសម្លាញ់សូបន្លាបានទិញដីមួយកន្លែងស្ថិតក្នុងស្រុកគៀនស្វាយហើយបុគ្គលជាឡុងឌីបានសុំខ្ចីប្លង់របស់សុយច័ន្ទសឿននិងស៊ូបន្លាយកទៅបញ្ចាំឲ្យឈ្មោះកាត់ខេងរហូតរៀងមកហើយក៏លើថាជាឡុងឌីហ្នឹងខ្ចីដីយកទៅប្រចាំហើយម្លងក្នុងម្លងឆ្នាំប្រហែលជា2019ហ្នឹងខ្ញុំក៏ចង់ទិញដីហ្នឹងសូបន្លាក៏ថាំងដីហ្នឹងអញជាប់ប្រចាំគេអញ្ចឹងឯងឲ្យលុយអញខ្លះមកហើយចាំតាក់តងតាឌីទៅព្រោះឌីវានៅកំពង់សោមខ្ញុំក៏បានទេជាឡងឌីហ្នឹងថាឲ្យជាឡងឌីមកយកលុយពីខ្ញុំយកទៅលក់គេមិនបានស៊ូបន្លាថាឲ្យចាំជួបជាឡងឌីវិញបងជាឡងឌីហ្នឹងខ្ចីដីហ្នឹងយកទៅប្រចាំបាទប្រចាំនឹងអ្នកណាបងឬប្រចាំណាគេទេតកែឡានឈ្មោះស្អីខេងខ្ញុំមិនដឹងទេខ្ញុំអត់ធ្វើនេះដែរអត់ធ្វើចាំដែរអញ្ចឹងណាហើយដល់ពេលហើយអាឌីហ្នឹងក៏បានតាក់ទងតាមទូរស័ព្ទមួយខ្ញុំថាចាំគេថាចាំអញមកវិញចាំអញទៅដល់ពេលហើយតាំងពីហ្នឹងមកបាត់រហូតខ្ញុំក៏ឲ្យលុយទៅសុបន្លាហ្នឹង3000ហើយឡានមួយឲ្យគាត់ខ្ចីជីដើម្បីធ្វើការហ្នឹងហើយដល់ពេលជាចាំបាត់ចំណែកប្រជាពលរដ្ឋជាសាក្សីនិងអាជ្ញាធរមូលដ្ឋានក៏បានលើកឡើងថាលោកសូច័ន្ទសឿននិងសូបន្លាក្រោយមកជាឡុងឌីបានទៅខ្ចីប្លង់ដីរបស់សូបន្លាទៅប្រចាំកាត់ខេងដោយសារអីបានខ្ញុំដឹងគឺសូបន្លាបានប្រាប់ខ្ញុំថាជាឡុងឌីបានខ្ចីប្លង់យកទៅបញ្ចាំកាត់ខេងខ្ញុំបានដឹងថាបងសូបន្លានិងបងសូច័ន្ទសឿនគាត់បានទិញដីនៅភូមិឈើទាលស្រុកគៀនស្វាយខេត្តកណ្ដាលចិត្តបុរីតាដល់ពេលខ្ញុំឲ្យគាត់យកឯកសារគាត់ក៏បានប្រាប់ថាឯកសារគាត់ហ្នឹងហើយប្លង់ដីគាត់ហ្នឹងជាឡុងឌីបានខ្ញុំឮថាគាត់យកឲ្យជាឡុងឌីយកទៅឲ្យចាំឲ្យលោកកាត់ថេខ្ញុំឮគាត់ថាចឹងប៉ុន្តែខ្ញុំថាដល់ពេលគាត់មកខ្ញុំថាបងឡើងប្លង់ដីហ្នឹងបងឯងយកបានហើយគាត់ថាអត់ទាន់បានទេគាត់កំពុងតែយកពីកាត់ថេមកគាត់បាននឹងហើយខ្ញុំជាបងធររបស់ស៊ូបន្លានិងជាឡុងឌីពួកគាត់ជាប្អូនធរបងធរនឹងគ្នាគាត់ធ្លាប់មកនៅផ្ទះខ្ញុំ10ឆ្នាំហើយតាំងពីនោះមកក៏ពួកគាត់ហ្នឹងក៏បែកចេញពីខ្ញុំទៅក៏បានក្រោយមកបានដឹងថាប្លង់ហ្នឹងទៅជាប់នៅលើដាក់ប្រចាំនៅកាត់ខេងហើយឈ្មោះហ្នឹងម្លាគាត់ថាប្លង់គាត់មិនមែនដីតែគាត់ទេមានដីសូយបានសឿនហ្នឹង30%ហ្នឹងខ្ញុំបានតែឮម្លាគាត់និយាយប្រាប់ខ្ញុំចឹងពិតគាត់មែន
ថ្ងៃនេះដែរលោកសុយច័ន្ទសឿនក៏បានរៀបរាប់ប្រាប់សារព័ត៌មានច្រើនអង្គភាពថាខ្ញុំសែនរន្ធត់ដោយមានសម្លេងអន្តងរវើយរៀងរាល់ម៉ោង12យប់ថាឲ្យខ្ញុំខំតស៊ូឡើងនៃការតតាំងយកដីយើងនៅគៀនស្វាយឲ្យបានព្រោះនេះជាញើសឈាមយើងព្រោះតែអំពើស្មោះត្រង់យើងត្រូវជន់ទុច្ចរិតក្លែងឯកសារធ្វើប្លង់យើងដោយបំពេញខុបខិតគ្នាយកទៅធ្វើប្លង់រឹងដោយមិនដឹងមូលហេតុក៏បាននាំភ្ញៀវទៅមើលដីបាទស្រាប់តែមេភូមិហ្នឹងបានស្រាប់ប្រាប់ខ្ញុំថាដីខ្ញុំកំពុងតែឈ្មោះកើតខេងហ្នឹងកំពុងតែរត់កាត់ប្លង់ទេលក់ទៅឲ្យមនុស្សម្នាក់ទៀតហើយអញ្ចឹងឲ្យខ្ញុំនោះរាន់មានការវិធានការទប់ស្កាត់ឬថាកាត់ឈ្មោះរួចហើយទេរួចហើយម្នាក់ទៅពីរនាក់ហើយហើយខ្ញុំហ្នឹងក៏មកសួរសូបន្លាហើយសូបន្លាបានប្រាប់ខ្ញុំថាអត់បានលក់ទេដោយសារតែជាលំឌីប្អូនធន់ហ្នឹងខ្ចីដីយកទៅបញ្ចាំអញ្ចឹងបាទហើយសូបន្លាក៏បានទៅប្តឹងព្រំប្រទានក្នុងការមានរក្សាការពារទប់ស្កាត់អីទាំងអស់ហើយទៅឡើងទៅតុលាការមានការលើកការចោទប្រកាន់អូអញ្ចឹងទៀតហើយមានទោសទៀតហើយតម្រៃខ្ញុំនេះទៅប្តឹង4ដងអូដឹងក្រុង2ដងទៅតុលាការក្រុងបង2ដងហើយដឹងប្តឹងរដ្ឋបវេនីទៀតអញ្ចឹងប៉ុន្តែគេលើកតម្កល់ទាំង4ដងលើកតម្កល់4ដងហើយមិនចំណាត់ការហើយគេថែមនឹងចាប់ខ្ញុំដាក់គុក8ខែតើលោកសង្ឃឹមថាបានដីនឹងមកវិញដោយកម្រិតណាដែរបាទពីមុនខ្ញុំមិនសូវមានសង្ឃឹមទេប៉ុន្តែដោយសារតែខ្ញុំមិនអត់បានចំណាយលុយ$1ទេទៅដល់ក្រសួងយុតិធម៌ហ្នឹងហើយស្រាប់តែមានអធិបញ្ជាមកខ្ញុំភ្ញាក់ខ្លួនព្រឺតខ្ញុំដូចជាមានពលឺឬយុតិធម៌ខ្លះហើយអរគុណសម្ដេចធិបតីហ៊ុនម៉ាណែតនិងឯកឧត្តមឧបនាយករដ្ឋមន្ត្រីខេត្តរិទ្ធដែលមានវិធានការទៅលើផ្លូវច្បាប់នឹងឲ្យរឹងមាំឃើញថាការអនុវត្តនេះឲ្យមានរហូតទៅឥឡូវព្រះអាជ្ញាចោទដោយសារតែមានអធិបញ្ជាពីលោករដ្ឋមន្ត្រីតើចំណាត់ការបន្ទាប់នេះខ្ញុំអត់ដឹងអញ្ចឹងចាំមើលខ្ញុំនឹងតាមដានជាមួយនឹងបងប្អូនអង្គភាពសារព័ត៌មានបន្តបើតាមប្រភពព័ត៌មានពីអ្នកស្និទ្ធនិងគ្រួសារជនរងគ្រោះបានឲ្យដឹងថាលោកស៊ូប៊ុនឡាបានឈឺចាប់ធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ក្រោយពីបានជួយយកអាសាមិត្តភ័ក្តិឈ្មោះជាឡង់ឌីយកដីជិត4ហិកតាទៅដាក់បញ្ចាំដើម្បីជួយដោះស្រាយការលំបាកតែចុងបញ្ចប់បុគ្គលនេះបានខុបខិតគ្នាជាមួយឈ្មោះកើតខេងលួចធ្វើប្លង់រឹងលេបយកដីស្ថិតក្នុងភូមិស្រែអំពិលឃុំឈើទាលស្រុកគៀនស្វាយខេត្តកណ្ដាលលោកស៊ូប៊ុនឡាមុននឹងស្លាប់អំឡុងឆ្នាំ2023បានបង្ហោះសារពីលើគ្រែនៅពេលកំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យដោយមានខ្លឹមសារថាសូមច្បាប់ជួយរកយុត្តិធម៌ឲ្យខ្ញុំផងជាឡង់ឌីបានខ្ចីដីយកទៅបញ្ចាំជាមួយកើតខេងស្រាប់តែខុបខិតយកទៅធ្វើប្លង់រឹងជាកម្មសិទ្ធិផ្ទាល់ខ្លួនត្រឡប់មកលោកច័ន្ទសឿនបានបន្តទៀតថាអស់ពេលច្រើនឆ្នាំមកហើយខ្ញុំរងទុក្ខវេទនានិងទ្រាំខ្លួនមកយ៉ាងវិញទៀតដោយសាររវល់ការងារថ្នាក់លើហើយអតីតឋានៈជាឧត្តមស្នេហ៍តូធ្លាប់ទទួលមេដាយជាច្រើនពីថ្នាក់ដឹកនាំប៉ុណ្ណឹងហើយនៅមានបកគលកាត់ខេងនិងបកពួកហ៊ានបំពេញរៀបចំគម្រោងចាប់ខ្លួនដាក់គុកបានសម្រេច2ដងមិនដឹងថាអ្នកកាន់ច្បាប់គាត់យកឆន្ទានុសិទ្ធិណាទេធ្វើឲ្យបាត់បង់កិត្តិយសស័ក្តិយសរហូតដល់ខ្ញុំតស៊ូបានធ្វើលិខិតទៅក្រសួងយុតិធម៌អំពីការរងភាពអយុត្តិធម៌កន្លងទៅនេះជាមួយនឹងឯកសារគ្រប់ជ្រុងជ្រោយស្រាប់តែមានលិខិតពីរដ្ឋមន្ត្រីក្រសួងយុតិធម៌បានចែងជូនក្នុងកម្មវត្ថុអំពីការធ្វើអធិបញ្ជាធ្វើការចោទប្រកាន់លើឈ្មោះកាត់ខេងក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ1930ចុះថ្ងៃទី5ខែមេសាឆ្នាំ2023របស់អัยការអមសាលាដំបងរាជធានីភ្នំពេញតាមសំ
ដំណើរអន្តរាគមន៍របស់ឈ្មោះសុយច័ន្ទសឿនចំពោះករណីខាងលើនេះក្រសួងយុតិធម៌ពិនិត្យឃើញថាផ្អែកតាមសេចក្តីចម្លងរបាយការណ៍កសលវិច័យរបស់នាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រដែលបានធ្វើកសលវិច័យកិច្ចសន្យាផ្ទេរសិទ្ធិកាន់កាប់ក៏ចុះថ្ងៃទី13ខែធ្នូឆ្នាំ2007ជាច្បាប់ដើមដែលទទួលបានពីមន្ទីររៀបចំដែនដីខេត្តកណ្ដាលបានបញ្ជាក់ថាពិតជាមានស្នាមលុបដោយទឹកលុបពណ៌សត្រង់ចំណុចឈ្មោះអាយុនិងអត្តសញ្ញាណប័ណ្ណរបស់សុយច័ន្ទសឿនពិតប្រាកដមែនយោងតាមមាត្រា29នៃក្រមនីតិវិធីព្រហ្មទណ្ឌក្រសួងយុតិធម៌សូមចេញអធិបញ្ជាឯកឧត្តមព្រះរាជអាជ្ញាចាត់វិធានការចោទប្រកាន់លើឈ្មោះកាត់ខេងនិងបកពួកជាបន្ទាន់ដើម្បីពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់និងធានានៅភាពត្រឹមត្រូវនិងយុត្តិធម៌ចំពោះករណីខាងលើដោយអនុវត្តស្របនីតិវិធីជាធរមានម្យ៉ាងវិញទៀតបើយោងលិខិតនៅថ្ងៃទី30ខែមេសាឆ្នាំ2025របស់អัยការអមស្លាដំបងរាជធានីភ្នំពេញក៏បានចេញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរដោយបានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ2329និងបានឃើញលិខិតអធិបញ្ជាធ្វើការចោទប្រកាន់ចុះថ្ងៃទី17ខែមេសាឆ្នាំ2025របស់ក្រសួងយុតិធម៌ក្រោយពីបានពិនិត្យឯកសារខាងលើយល់ឃើញថាមានតម្រុយសន្មត់លើឈ្មោះកាត់ខេងក្រៅឃុំរួមនឹងបពពួកជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងខ្ញុំមិនអាចសុំការបំភ្លឺពីអ្នកដែលពាក់ព័ន្ធបានទេរីឯលោកកាត់ខេងដែលបានពាក់ព័ន្ធរឿងនេះដែរTNMបានព្យាយាមកាលពីម្សិលមិញខលចូលហើយសុំណាត់សម្ភាសស្អែកព្រឹកថ្ងៃទី15ខែឧសភានេះដើម្បីបង្ហាញឯកសារតែរហូតដល់ម៉ោងនេះដែរTNMទូរស័ព្ទចូលច្រើនដងហើយមិនលើកទាល់តែសោះទង្វើការណាត់របស់លោកកាត់ខេងហាក់បីដូចជាមានអ្វីមិនប្រក្រតីហើយមើលទៅតែទោះយ៉ាងណាTNMរងចាំទទួលការបំភ្លឺតាមរយៈលេខ076 55 55 791រាល់ម៉ោងធ្វើការរដ្ឋបាលសូមរងចាំវគ្គបន្តពីទូរទស្សន៍អនឡាញ TNM ពីខ្ញុំបាទកៅរដ្ឋាទូរទស្សន៍អនឡាញ TNM ដំបងគេរាយការណ៍ពិសេសចេញពីរាជធានីភ្នំពេញត្រាក់ទ័រ John Deere ជាទំនុកចិត្តរបស់លោកអ្នកនាំចូលនឹងចែកចាយផ្ដាច់មុខដល់ក្រុមហ៊ុន RMA Cambodia